សហភាពអង្គការសង្គមស៊ីវិលអំពាវនាវដល់អ្នកនយោបាយពលរដ្ឋយុវជនប្រុងប្រយ័ត្នក្នុងការចូលរួមជីវភាពនយោបាយជាមួយនឹងគណៈបកកម្លាំងជាតិនាថ្ងៃទី16ខែឧសភាឆ្នាំ2025សហភាពអង្គការសង្គមស៊ីវិលបានចេញញត្តិអំពាវនាវដល់អ្នកនយោបាយយុវជនពលរដ្ឋមេត្តាប្រុងប្រយ័ត្នក្នុងការចូលរួមជីវភាពនយោបាយជាមួយនឹងគណៈបកកម្លាំងជាតិទោះបីជាគណៈបកនេះខិតខំប្រឹងប្រែងបោកបញ្ឆោតសម្ដែងខ្លួនជាអ្នកស្នេហាជាតិជាជនរងគ្រោះទាំងនេះជាល្បិចបោកពលរដ្ឋខ្មែរកន្លងមកសហភាពអង្គការសង្គមស៊ីវិលបានរៀបរាប់ថាសូមព្រឹទ្ធសភារដ្ឋសភារដ្ឋាភិបាលតុលាការស្ថាប័នមានសមត្ថកិច្ចសូមមេត្តាស្រាវជ្រាវសិក្សាឲ្យបានលម្អិតដាក់បុគ្គលមួយចំនួនដែលស្និទ្ធនឹងលោកសំរងស៊ីកុំឲ្យធ្វើនយោបាយឲ្យសោះដើម្បីកុំឲ្យកម្ពុជាបាត់បង់នូវសន្តិភាពបង្កភាពវឹកវរអសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈកើតឡើងវិញនេះជាអ្វីដែលលោកសំរងស៊ីធ្លាប់បានធ្វើកន្លងមកសហភាពអង្គការសង្គមស៊ីវិលព្រមទាំងបណ្ដាញសហគមន៍ពលរដ្ឋក្រមយុវជនបានសង្កេតឃើញនៅបុគ្គលមួយចំនួនដែលមានចរិតជ្រុលនិយមឬជាមនុស្សសំរងស៊ីបានវិលចូលមកធ្វើនយោបាយក្នុងបកកម្លាំងជាតិសហភាពអង្គការសង្គមស៊ីវិលព្រួយបារម្ភថាមនុស្សទាំងនោះនឹងបន្តនយោបាយសំរងស៊ីដែលអាចនាំមកនូវការបង្កើតឲ្យមានចលាចលក្នុងប្រទេសប៉ះពាល់ដល់សន្តិភាពនិងការអភិវឌ្ឍកំពុងមានក្នុងពេលបច្ចុប្បន្ននេះសូមជម្រាបថាគណៈបកកម្លាំងជាតិក៏ចូលត្រូវបានបង្កើតឡើងនៅថ្ងៃទី21ខែសីហាឆ្នាំ2023ដោយសមាជិកសម្រុះសម្រួលមួយចំនួនពោលគឺបងប្អូនអតីតសមាជិកគណៈបកសង្គ្រោះជាតិសកម្មជនសង្គមមួយចំនួននឹងបានចូលរួមបោះឆ្នោតជាផ្លូវការជាលើកដំបូងនៅឆ្នាំ2023ក្រោយទទួលការទទួលស្គាល់ពីក្រសួងមហាផ្ទៃ